សួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងវីដេអូមួយនេះខ្ញុំនឹងបន្តសាច់រឿង anime How to Become Ordinary នៅក្នុង season ទី2 វគ្គទី4សម្រាប់អ្នកទាំងអស់គ្នាបន្តទៀតដែលវគ្គ4មានឈ្មោះថា Suspicious Summer Part 1 តោះចង់កុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាផ្ដើមដំបូងទស្សនាវដ្តីដែលសរសេរនៅខែ4របស់ Urino ដែលបញ្ជាក់ពីនៅថ្ងៃទី12ខែ4មានករណីភ្លើងឆេះនៅលើផ្លូវលក់ទំនិញខាសានករណីម៉ូតូដែលចតនៅក្នុងចំណតនៅអាផាតមិនមួយត្រូវបានឆេះនិងបានព្យាករណ៍នៅគោលដៅបន្ទាប់គឺ Camino Machi 1 Chome ឬក៏2 Chome ហើយទស្សនាវដ្តីនេះត្រូវបានសិស្សដទៃបានអានទាំងអស់គ្នាពេលនេះ Urino ក្លាយជាប្រធានក្លឹបកាសែតហើយនិងមានសមាជិកថ្មី5នាក់ចូលរួមចំណែកសមាជិកចាស់នៅសល់គាត់និង Itsukichi Urino និយាយទៅកាន់សមាជិកទាំងអស់ពាក់ព័ន្ធទៅនឹងទស្សនាវដ្តីនៅឆ្នាំនេះខុសពីឆ្នាំមុនថែមទាំងនិយាយអំពីគំនិតដែលគាត់ចង់ចាប់អ្នកដែលប្រព្រឹត្តនៅករណីដុតនេះដោយពឹងផ្អែកលើព័ត៌មានដែលគាត់ប្រមូលបានព្រមទាំងត្រូវការជំនួយពីសមាជិកដែរទីតាំងបន្ទាប់អាចជា Camino Machi 1 Chome ឬក៏2 Chome ហើយគាត់ថែមទាំងដឹងពីថ្ងៃដែលរឿងនេះអាចកើតឡើងទៀតតែចំពោះរឿងនេះគាត់អត់ទាន់បានសរសេរទេបើតាមទម្លាប់រៀងរាល់ខែអ្នកដុតតែងដុតនៅថ្ងៃសុក្រសប្តាហ៍ទី2ចឹងការបរិច្ឆេទសម្រាប់ខែ5គឺនៅយប់ថ្ងៃសុក្រពលគឺយប់កណ្ដាលត្រៀតចូលថ្ងៃសៅរ៍ទី10មានសមាជិកម្នាក់សួរគាត់ពីគោលដៅនៃការដុតនេះអញ្ចឹងគាត់រៀបរាប់នៅអ្វីដែលដឹងពីមុនបន្តមកមានដបងកំណរស្មៅធុងសម្រាមនៅក្នុងឧទ្យានសម្ភារៈសំណង់កង់និងរថយន្តចតនៅតាមផ្លូវកៅអីនៅក្បែរចំណតឡានក្រុងម៉ូតូនៅក្នុងចំណតផ្ទះល្វែងគឺកាន់តែខិតជិតទៅរកកន្លែងរស់នៅហើយអាចធំជាងការឆេះម៉ូតូនៅតំបន់ចំណតផ្ទះល្វែងនោះទៀតUrino ថាយើងមានគ្នា7នាក់ដូច្នេះនឹងអាចរកជននោះឃើញត្រូវយករឿងនេះមកដាក់លើខ្លួនយើងហើយដោះស្រាយបង្កើតនូវភាពអស្ចារ្យមួយសម្រាប់ក្លឹបទស្សនាវដ្តីសាលារបស់យើងថ្ងៃបន្តិចក៏ទៅជួបនិយាយជាមួយនឹង Hiya នៅពេលដែលគាត់និយាយពីគោលដៅរបស់គាត់សមាជិកថ្មីម្នាក់បានលាឈប់ប៉ុន្តែមានម្នាក់ទៀតក៏បានឈប់ដែរដោយសារគ្រួសារគាត់តឹងរ៉ឹងពេកកិច្ចការនោះគឺធ្វើនៅយប់នេះគឺយប់នេះថ្ងៃសុក្រទី9ឥឡូវសមាជិកនៅសល់តែ5នាក់ទេអញ្ចឹងហើយក៏ចង់ពឹង Hiya ម្នាក់Hiya មិនបានយល់ព្រមដោយសារមូលហេតុបើសិនជាគាត់ចាប់អ្នកធ្វើបាននោះគាត់នឹងមានកិត្តិយសអាចមានន័យថាក្លឹបទស្សនាវដ្តីសាលាមានការធ្វេសប្រហែសហើយការខំប្រឹងរបស់ Urino ក៏អាចនឹងបាត់បង់ដែរអញ្ចឹងហើយ Urino ក៏មិនប្រកាន់ដែរ Hiya សួរ Urino រឿងចេញដើរល្បាតយប់នេះតើប្រាប់មិត្តស្រីអត់Urino អត់ទាន់ប្រាប់ទេUrino ថាពេលចាប់បានគាត់នឹងប្រាប់នាងធ្វើឲ្យនាងរំភើបចិត្តពេលយប់ក៏បានមកដល់Urino ជិះកង់មួយសមាជិកទាំង4នាក់ទៀតក៏ផ្ញើសារមកគាត់ Ichibata នៅចំណុចប្រសពនៃ2 Chome Honda ក៏ទៅដល់ទីតាំងហើយ Haraguchi អូខេ Itsukichi នៅ Camino Machi 3ជិតផ្លូវបំបែកនៃ1 Chome គាត់ផ្ញើសារប្រាប់ឲ្យសមាជិករាយការណ៍ភ្លាមបើមានអគ្គិភ័យបើសិនបើរកឃើញមនុស្សដែលគួរឲ្យសង្ស័យចំពោះ Urino ជិះកង់បណ្ដើរនឹងបានពិនិត្យរកមើលបណ្ដើរហើយមានរឿងមួយផ្ញើសារស៊ូ Hiya ឥឡូវគាត់នៅ Camino Machi 1 Chome បើសិនជាចាប់អ្នកធ្វើបានតើគាត់គួរសរសេរអត្ថបទយ៉ាងម៉េចទៅចម្លើយ Hiya មានន័យថាក្តីសុបិនរបស់ Urino គឺរួចរាល់ហើយទស្សនភាពយប់នេះគឺពិតជាស្អាតមែន Urino ក៏ឆ្ងល់ថាសុបិនគាត់ក៏ដូចជាយល់ហើយបន្តជិះកង់ទៅដល់កន្លែងមួយមើលទៅម៉ោងគឺម៉ោង 12:53 កណ្ដាលត្រៀតហើយចូលដល់ថ្ងៃសៅរ៍ទី10ខែ5ភ្លាមនោះអូសាណៃក៏ខលមកចម្លែកដែរអូសាណៃខលមកគាត់នៅម៉ោងនេះពេលនេះអូសាណៃអាចទាយដឹងថាគាត់នៅតំបន់ Camino Machi ពលគឺនាងដឹងថាគាត់នឹងដើររាតត្បាតនៅយប់នេះគោលបំណងដែលនាងខលមកគឺនាងបារម្ភពី Urino ណាមួយពេលយប់អញ្ចឹងគឺពិតជាតិចបន្តិចក្រោយកន្លែងរបស់ Urino បានឮសំឡេងអ្វីមួយដោយសារតែទូរស័ព្ទអូសាណៃជិតអស់ថ្មអញ្ចឹងនាងក៏ដាក់ទូរស័ព្ទចុះUrino បន្តដំណើរទៅមុខទៀតបន្តិចក្រោយមកមានសមាជិកម្នាក់ខលមកអគ្គិភ័យត្រូវបានកើតឡើងនៅក្រោមស្ពានអាកាសUrino បានលឺអញ្ចឹងក៏បញ្ញាបញ្ញាភ្លាមUrino បញ្ញាបញ្ញាខ្លាំងមែនតើពេលទៅដល់ជួបនឹងសមាជិកម្នាក់នោះករណីភ្លើងឆេះនេះគឺការដុតកង់សមាជិកនោះក៏មកមិនទាន់ដែរភ្លើងត្រូវបានឆេះរួចហើយចំណែករឿងខលហៅសមាជិកដទៃUrinoឲ្យឈប់សិនប្រាប់គាត់ពីជនល្មើសសិនមកគាត់ប្រាប់Urinoថាអត់បានឃើញអ្នកដទៃគាត់មកមិនទាន់ទេឃើញភ្លើងឆេះបាត់ហើយនឹងជននោះពិតជារហ័សមែនភ្លាមនោះសម្លេងឡានពន្លត់អគ្គិភ័យក៏បានជិតមកដល់ហើយUrinoក៏ប្រាប់ឲ្យចាស់ចេញពីទីនេះភ្លាមនិងខលប្រាប់សមាជិកដទៃឲ្យត្រឡប់ទៅផ្ទះវិញភ្លាមនោះគាត់ក៏ខលទៅប្រាប់អ្នកទាំងអស់គ្នាណាមួយប៉ូលីសអាចនឹងយល់ច្រឡំថាពួកគេជាអ្នកដុតUrino គុំមែនគាត់មិនអស់ចិត្តទេបន្ទាប់មកក៏នាំគ្នារត់បំបែកគ្នាត្រឡប់ទៅវិញរៀងខ្លួននៅថ្ងៃស្អែក Kenko ក៏ឲ្យ Itsukichi មកជួបនឹងគាត់ជាមួយនឹង Kobato បានសួរ Itsukichi ពីរឿងករណីតាមដានករណីដុតហើយគាត់ដឹងថាប្រធានក្លឹបកាសែតថ្មីគឺUrinoនឹងសួរItsukichi
Urino បានដំណើរការត្រឹមត្រូវអស់ថ្មីនឹងតែទឹកមុខ Itsukachi ទម្លាក់ចុះមិនសូវរីកសោះបន្តិចក្រោយគាត់ក៏ចាកចេញទៅចំពោះ Kenko ក៏ប្រាប់ Kobato Itsukachi ជាមនុស្សដែលស្លូតបូតអញ្ចឹងហើយគាត់មិនដែលប្រកែកនៅអ្វីដែលអ្នកដទៃស្នើសុំទេអញ្ចឹងហើយ Kobato ក៏មិនត្រូវធ្វើឲ្យគាត់មានបញ្ហាដែរ Kobato ប្រកាសជាមិនធ្វើឲ្យគាត់មានបញ្ហាទេបន្ទាប់មកទាំងពីរនាក់ក៏និយាយពីរឿងរបស់ Urino ដោយពឹងផ្អែកលើការនិយាយរបស់ Kenko មុននេះ Urino ហាក់ដូចជាកំពុងប្រើប្រាស់ផែនការការពារគ្រោះមហន្តរាយនៅក្នុងទីក្រុង Kira ដោយពឹងផ្អែកលើតម្រុយនៃការដុតKobato ក៏បង្ហាញផែនការបង្ការគ្រោះមហន្តរាយកាលពីឆ្នាំមុននៅក្នុងបញ្ជីនេះគឺបញ្ជីនាយកដ្ឋានពលរដ្ឋអគ្គិភ័យនៅក្នុងទីក្រុងគីរ៉ាមិនបានបញ្ជាក់ពីដែនសមត្ថកិច្ចរបស់កងពលរដ្ឋអគ្គិភ័យទេចំណែក2ឆ្នាំមុនក៏អញ្ចឹងដែរ3ឆ្នាំមុនក៏អញ្ចឹងហើយការឈប់កំណត់ដែនសមត្ថកិច្ចកងពលរដ្ឋអគ្គិភ័យតាមតំបន់នេះហើយចាប់ផ្ដើមជាក់លាក់នៅក្នុងឆ្នាំណាមួយអញ្ចឹងត្រូវត្រឡប់ទៅកំណត់ត្រាកាលពី6ឆ្នាំមុនហើយកាលពី7ឆ្នាំមុនមិនមានកងពលខូសាស៊ីទេខណៈពេលដែលកងពលរដ្ឋអគ្គិភ័យនីមួយៗមានផ្នែកដែលត្រូវទទួលខុសត្រូវរៀងៗខ្លួនតែកងពលខាណូកងពលហ៊ីណូគីឆូនិងកងពលហ៊ីរីមីមិនអនុវត្តតាមលំដាប់ជាក់លាក់នោះទេលំដាប់នៃបំណែកទិន្នន័យនីមួយៗគឺខុសគ្នាមានន័យថាមានតែអ្នកឃើញផែនការបង្ការគ្រោះមហន្តរាយកាលពី6ឆ្នាំមុនដែលអាចជាប់ទាក់ទងទៅនឹងលំដាប់និងដែនសមត្ថកិច្ចរបស់កងពលរដ្ឋអគ្គិភ័យទាំងនោះនិងពាក់ព័ន្ធនឹងករណីដុតបន្តគ្នាហើយផែនការការពារគ្រោះមហន្តរាយដែលអ៊ឺរីណូមាននៅផ្ទះអាចជាផែនការដែលបង្កើតឡើងកាលពី6ឆ្នាំមុនប៉ុន្តែទោះបីជាមានគម្រោងចឹងក៏ដោយយ៉ាងណាក៏មិនគួរបញ្ញាប់បញ្ញាពេកដែររងចាំខែក្រោយឬខែណាមួយទៀតតែបើសិនជាទៅពឹង Yoshiki ទៀតដូចជាល្ងីល្ងើពេកហើយនៅថ្ងៃនេះ Kobato ត្រូវមានដេតជាមួយ Nakamura ពេលនេះគឺម៉ោង 1:20 នាទីហើយ Nakamura ក៏ដើរមកដល់អាវរបស់ Kobato គឺអាវដៃខ្លីពេលថ្ងៃអញ្ចឹងមិនអីទេតែបើពេលយប់អាចនឹងត្រជាក់និយាយចំពោះពេលយប់ Nakamura ក៏សុំទោស Kobato ក៏ទាយដឹងថាពេលយប់នាងមានបំរាមគោចរគួរឲ្យអាណិតណាស់Nakamuraនិយាយមានន័យថានាងអាចនៅជាមួយ Kobato ដល់ល្ងាចបាននៅថ្ងៃនេះចឹង Kobato ចាប់ផ្ដើមនាំដារតែនាងសួរ Kobato ថាអត់សួរនាងទេមែនហេតុអ្វីនាងត្រូវត្រឡប់ទៅវិញទាន់ពេល Kobato ថាកន្លែងរបស់ Nakamaru អាចមានបញ្ហា Nakamaru បន្ថែមនាងគួរតែរៀបចំវាដោយយកចិត្តទុកដាក់ណាមួយសម្រាប់ប្រឡងចូលមហាវិទ្យាល័យដោយសារនាងអត់សូវឆ្លាតចឹងនាងភ័យហើយរឿងមួយទៀតនាងអត់ទាន់បានញ៉ាំអាហារថ្ងៃត្រង់ទេចឹងក៏ទៅរកឲ្យញ៉ាំនៅភោជនីយដ្ឋានមួយអាកាសធាតុក្តៅចឹងនាងចង់ញ៉ាំប៉ាស្តាត្រជាក់តែពេលកំងប៉ាស្តាត្រជាក់ផ្សិតប៉សបានលក់អស់ទៅហើយបើសិនជាកំងអ្វីអ្នករត់តុកឲ្យជួយកណ្ដឹងបន្ទាប់មក Kobato យកមីនុយមកមើលហើយក៏សម្រេចចិត្តបង្ហាញទៅ Nakamaru ភ្លាមនោះក៏សម្រេចចិត្តដែរ Kobato កំង avocado sandwich cafe ចំណែក Nakamaru កំង hot salmon cream pasta ក្នុងពេលរងចាំ Nakamaru និយាយជាមួយ Kobato ជាមនុស្សសុភាពណាស់មែនអត់តើមានអ្វីដែល Kobato មិនដែលអត់ទោសឲ្យនាងអត់ Kobato ថាបើសិនជាធ្វើរឿងអ្វីដែលហួសចិត្តគាត់ច្បាស់ជាមិនអត់ទោសឲ្យ Nakamaru ទេប៉ុន្តែទោះជាយ៉ាងណាគាត់នឹងលើកលែងឲ្យនាងវាធម្មតាទេហើយតើវាមិនធម្មតាទេមែនដែលរកមនុស្សដែលមិនដែលអត់ទោសឲ្យអ្នកដទៃNakamaru ស្ដាប់ទៅ Kobato ជាមនុស្សដែលអត់ទោសឲ្យអ្នកដទៃហើយថា Kobato ជាមនុស្សដែលទន់ភ្លន់ណាស់ហើយសួរ Kobato ពីរយៈពេលនៅជាមួយគ្នា Kobato រាប់មើលទៅគឺ9ខែហើយ Nakamaru និយាយមានន័យថាក្នុងរយៈពេលនេះទំនាក់ទំនងគឺពិតជាល្អតែនាងនៅតែគិតថាមានមនុស្សជាច្រើនមិនដឹងថានាងនិង Kobato ដេតជាមួយគ្នាប៉ុន្តែក៏មានអ្នកដឹងច្រើនអំពីរឿងនេះដែរនាងចង់និយាយអំពីប្រភេទមនុស្សដែលដឹងរឿងច្រើនប៉ុន្តែមិនច្បាស់ភ្លាមនោះអ្នករត់តុកក៏យកម្ហូបមកម្ហូបរបស់ Nakamura មានបន្ថែមសាឡាត់មួយចានបន្ថែមទៀតសម្រាប់អាហារថ្ងៃត្រង់ដោយសារតែក្នុងនោះមានប៉េងប៉ោះមានតែមួយចឹង Kobato ក៏យកញ៉ាំឃើញចឹង Nakamura ក៏សួរ Kobato ចូលចិត្តប៉េងប៉ោះមែនចម្លើយ Kobato គឺគាត់អត់ចូលចិត្តទេដោយសារគាត់គិតថា Nakamura អត់ចូលចិត្តញ៉ាំប៉េងប៉ោះអញ្ចឹងនាងក៏សួរពីហេតុផល Kobato ក៏រៀបរាប់ដំបូង Nakamura ចង់ញ៉ាំប៉ាស្តាត្រជាក់តែក្រោយមកក៏កំង hot cream pasta វិញប៉ុន្តែនៅក្នុងភោជនីយដ្ឋាននេះក៏មានប៉ាស្តាត្រជាក់ប៉េងប៉ោះទុំដែរប៉ុន្តែនាងមិនបានកំងទេគោលបំណង Nakamura មកភោជនីយដ្ឋាននេះសង្ឃឹមថាបានញ៉ាំរបស់ត្រជាក់ផ្ទុយទៅវិញបែរជាកំងរបស់ក្តៅទៅវិញប្រសិនបើម៉ាស៊ីនត្រជាក់នៅក្នុងហាងនេះត្រជាក់ពិតណាស់មិនសមហេតុផលទេដែលញ៉ាំរបស់ត្រជាក់ក៏ប៉ុន្តែម៉ាស៊ីនត្រជាក់អត់ត្រជាក់សោះអញ្ចឹងមានហេតុផលអ្វីដែលញ៉ាំរបស់ក្តៅទោះបីជាបរិយាកាសក្តៅក៏ដោយ Nakamaru នៅតែមិនកំងប៉ាស្តាត្រជាក់អញ្ចឹងហើយបញ្ជាក់ថា Nakamaru មិនចូលចិត្តញ៉ាំប៉េងប៉ោះទេអញ្ចឹងហើយទើបគាត់ជួយញ៉ាំវាតែការពិតទៅ Nakamaru មិនមែនមិនចូលចិត្តប៉េងប៉ោះទេហេតុផលគឺដោយសារតែរូបគ្រីមប៉ាស្តានៅក្នុងមេនុយមើលទៅទំនើងគួរឆ្ងាញ់ជាងប៉ាស្តាត្រជាក់ប៉េងប៉ោះហើយមានតម្លៃថោកជាង100 យ៉េនទៀត
ខូបាតូក៏ផ្លឹកបាត់បន្ទាប់មកនាកាម៉ារូក៏សួរតើខូបាតូចូលចិត្តនាងកន្លែងណាដែលធ្វើឲ្យគាត់ចង់មកដេតជាមួយនាងខូបាតូអត់បាននិយាយទេព្រោះថាវាជាដើមហេតុនៃការធ្វើឲ្យមានកំហុសណាមួយសាច់រឿងក៏កាត់ទៅអ៊ឺរីណូចេញពីបន្ទប់ក្លឹបកាសែតបានជួបនឹងអ៊ីតស្កៃឈីដំបូងគាត់ចង់ពឹងឲ្យប្រាប់សមាជិកថ្មីនរណាម្នាក់បោះពុម្ពទស្សនាបដីដែលបានសរសេរហើយតែអ៊ីតស្កៃឈីថាកិច្ចការនេះទុកឲ្យគាត់ធ្វើបន្ទាប់មកក៏ចូលទៅបោះពុម្ពឯកសារទាំងអស់នោះនៅថ្ងៃស្អែកទស្សនាបដីត្រូវបានចែកនៅតាមតុសិស្សនីមួយៗហើយអ៊ឺរីណូបានឃើញនៅទស្សនាបដីនេះក៏លេចចេញនៅទឹកមុខហាក់ដូចជាមានមោទនភាពនិងទំនុកចិត្តអញ្ចឹងវគ្គទី4នេះបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយបាយ